ថ្ងៃនេះគឺជាថ្ងៃទី2នៃពិធីបុណ្យចូលឆ្នាំខ្មែរដែលខ្ញុំនិងគ្រួសារហ្នឹងគឺបានធ្វើចង្ហាន់យកមកប្រគេនព្រះសង្ឃនៅវត្តហើយសម្រាប់វត្តដែលនាងខ្ញុំមកនេះគឺមានឈ្មោះថាកែវមនីរតនារាមឬក៏ហៅថាវត្តកែវដែលមានទីតាំងស្ថិតនៅក្នុងភូមិកំពង់សម្បួរឃុំសំរោងក្នុងស្រុកឯភ្នំខេត្តបាត់ដំបងហើយថ្ងៃនេះគឺឃើញមានពុកម៉ែបងប្អូនក៏អញ្ជើញមកវត្តរៀងច្រើនដែរជាទូទៅពុកម៉ែបងប្អូនតែងតែអញ្ជើញមកវត្តច្រើននៅថ្ងៃទី2ពីព្រោះថ្ងៃទី1គឺជាថ្ងៃសែនអញ្ចឹងទៅយើងរវល់នៅក្នុងការរៀបចំសានទទួលទេវតាឆ្នាំថ្មីហើយថ្ងៃទី2យកចង្ហាន់មកប្រគេនព្រះសង្ឃនៅវត្តហើយចំណែកថ្ងៃទី3វិញគឺពុកម៉ែបងប្អូនអញ្ជើញដើរលេងទៅតាមរមណីយដ្ឋានដែលមាននៅតាមបណ្ដាខេត្តផ្សេងនៅពេលដែលដើរចូលដល់ខាងក្នុងព្រះវិហារគឺនឹងឃើញមានព្រះសង្ឃចំនួន2អង្គដែលលោកគង់នៅចាំទទួលនៅចង្ហាន់របស់ពុទ្ធបរិស័ទចាអញ្ចឹងគឺខ្ញុំនៅរងចាំសិនចាំឲ្យគេប្រគេនចង្ហាន់រួចរាល់ហើយចាំយើងប្រគេនតាមក្រោយចាហើយសម្រាប់ផ្កាវិញគឺត្រូវយកទៅដាក់ថ្វាយព្រះហើយសម្រាប់ព្រះវិហារនេះគឺមានការរៀបចំបានស្អាតពិធីបុណ្យចូលឆ្នាំខ្មែរគឺមិនត្រឹមតែជាពេលវេលាដែលយើងជួបជុំគ្នាសប្បាយរីករាយនោះទេប៉ុន្តែវាក៏ជាពេលវេលាដ៏សំខាន់មួយសម្រាប់យើងធ្វើបុណ្យសន្សំកុសលហើយនឹងសូមសេចក្តីសុខនៅក្នុងឆ្នាំថ្មីផងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះផងដែរនាងខ្ញុំក៏សូមជូនពរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យរស់ស៊ីទទួលទានមានសុខភាពល្អនិងជោគជ័យនៅគ្រប់ការងារហើយទេវតាឆ្នាំថ្មីនៅក្នុងឆ្នាំមមីនេះផងដែរគឺមានព្រះនាមរក្សាទេវីដែលជារាជបុត្រីទី3នៃកបិលមហាព្រហ្មចាហើយនៅពេលដែលនាងខ្ញុំបានប្រគេនចង្ហាន់ដល់ព្រះសង្ឃរួចរាល់ហើយគឺយកបាយសម្លហ្នឹងគឺយកមកជូនយាយដើម្បីគាត់រៀបចំផ្ទេរទុកសម្រាប់ប្រគេនជូនព្រះសង្ឃពើនៅនេះឲ្យកុំទៅមកយ៉ាត់ជន់ចានសម្រាប់បាយគឺយើងត្រូវយកមកផ្នែកខាងស្ដាំដៃនេះដើម្បីយើងដាក់បាយកំតេងធ្លាក់ឡើយ
bán này chan được tộc nó ពេលដាក់បាតបានរួចរាល់ហើយគឺខ្ញុំបាននាំកូនហ្នឹងចេញមកខាងក្រៅដើម្បីចូលរួមនៅពិធីស្រង់ព្រះហើយសម្រាប់ពិធីស្រង់ព្រះនេះគឺមានពីរប្រភេទគឺស្រង់ព្រះពុទ្ធបដិមានៅឯវត្តក៏ដូចជាការស្រង់ព្រះរស់នៅឯផ្ទះចាអញ្ចឹងពិធីស្រង់ព្រះនេះគឺជាការលាងជម្រះនៅឧបទ្រពចង្រៃនៅបាបកម្មក៏ដូចជាការសូមសេចក្តីសុខសេចក្តីចម្រើនតិចតិចុំនិងពរជ័យសម្រាប់ឆ្នាំថ្មីហើយបើកលេចបើកូនរបស់ខ្ញុំវិញគឺគេពិតជាសប្បាយចិត្តមែនទែននៅក្នុងការស្រង់ព្រះពេលខ្លះគឺស្រង់អត់ចង់ដល់តែប៉ុន្តែក៏គេសប្បាយចិត្តហើយគេចង់ស្រង់ដែរនៅពេលដែលស្រង់ព្រះបានរួចរាល់ហើយគឺខ្ញុំបានរៀបចំដើម្បីដើរទៅខាងចេតិយរបស់ម្ដាយនាងខ្ញុំហើយនឹងខាងជីដូនជីតាដើម្បីធ្វើនៅពិធីបង្សកូល